កុំងួយដេកឲ្យសោះណា នេះជាការពិតតកែមានក្មេងជំទង់4នាក់ប្រុសម្នាក់និងស្រី3នាក់លោកគ្រាន់តែធ្វើឲ្យពួកគេកើតចិត្តមិនស្រួលនឹងផ្ទះនោះទៅបានលោកមានវិជាអាចប្រឡែងវិញ្ញាណដែលតាមរំខានមនុស្សតើពិតទេ លោកត្រូវតែយកធាតុរបស់សាកសពមិនថាជាអ្នកណាឡើយដែលចូលទៅក្នុងផ្ទះនោះតែពួកគេចេញឲ្យអស់ទៅនេះ នេះ បញ្ញា មិនត្រូវអនុញ្ញាតឲ្យពួកគេចូលទៅក្នុងបន្ទប់មួយនេះ ហ្វាម៉ាហេតុអីបានជំនាញទៅចៅខ្ញុំ បងឃ្លីម៉ាន់អូននៅត្រង់នេះ យប់នេះការលងបន្លាចនឹងលើសលប់ពីភាពភ័យខ្លាច កុំអីមីឡាទី នាងឯងកុហកនាងតែងតែធ្វើបាបយើងអាចមើលដឹងច្បាស់ថានាងចូលចិត្តនាងមេឡាទីនាងមិនដែលស្រឡាញ់ខ្ញុំទេខ្ញុំគឺជាអ្នកដែលបញ្ជាឃ្លីម៉ាន់ បិទមាត់ទៅ យើងនឹងសម្លាប់កូនចៅជំនាន់ក្រោយឯងទាំងអស់